ចាអរុនសួស្តីបងប្អូនវីដេអូនេះខ្ញុំបានថតនៅទីក្រុងបាសេឡូណាប៉ុន្តែទើបតែមានពេលក្នុងការកាត់តដើម្បីឲ្យបងប្អូនបានមើលអញ្ចឹងបងប្អូនអាចមកដើរទស្សនាទីក្រុងជាមួយឡូរីននិងម៉ាក់ឡូរីនទាំងអស់គ្នាទីក្រុងបាសេឡូណាបើនិយាយពីទំហំឬក៏ប្រជាជនគឺមានលក្ខណៈធំនិងអ៊ូអរជាងទីក្រុងដែលខ្ញុំរស់នៅបងប្អូនហើយចំណាយអាកាសធាតុក៏រៀងត្រជាក់ជាងខាងខ្ញុំដែរនៅពេលដែលខ្ញុំទៅខ្ញុំមានអារម្មណ៍ថារៀងត្រជាក់ជាងនិងមានខ្យល់ជាងទីកន្លែងដែលខ្ញុំធ្លាប់នៅប៉ុន្តែពេលពួកយើងចេញទៅក្រៅអញ្ចឹងតែងតែពាក់អាវក្រាស់ៗរុំកកឲ្យជិតហើយនឹងពាក់មួកដែរបើសិនជាមានខ្យល់ដើម្បីការពារកុំឲ្យឈឺបងប្អូនគឺងាយនឹងផ្ដាសាយណាបើសិនជាយើងប៉ះខ្យល់ត្រជាក់ហ្នឹងហើយអ្វីដែលខ្ញុំសង្កេតហ្នឹងគឺនៅគ្រប់ផ្លូវសម្បូរដោយហាងលក់អីវ៉ាន់ដោយសារបាសេឡូណាគឺល្បីល្បាញនិងសម្បូរទៅដោយភ្ញៀវទេសចរមកលេងច្រើនណាស់បងប្អូនហើយគេបាក់មកលេងនិយាយទៅគឺភ្ញៀវជាប់រហូតមិនដាច់ទេហើយខ្ញុំដើរកាត់ផ្កាអីអញ្ចឹងមិនសូវម្លងទេបងប្អូនហើយស្រឡាញ់ផ្កាណាគិតថាថ្ងៃក្រោយនឹងមកមានលុយចង់បើកហាងលក់ផ្កាហើយពីព្រោះមើលទៅវាមានក្តីសុខក្នុងចិត្តណាបងប្អូននិយាយថាគ្រប់ផ្លូវបងប្អូនផ្ទះមួយណាក៏បើកហាងលក់ដែរលក់វត្ថុអនុស្សាវរីយ៍និយាយទៅលក់គ្រប់មុខស្អីក៏មានដែរបងប្អូនសូម្បីតែភោជនីយដ្ឋានយើងថារេស្តូរ៉ង់ហ្នឹងបងប្អូនហើយគ្រប់កន្លែងតែម្ដងនិយាយទៅมันពិបាកក្នុងការញ៉ាំទេរឿងញ៉ាំរឿងដើរទិញវត្ថុអនុស្សាវរីយ៍អីហ្នឹងគឺកន្លែងណាក៏មានដែរបងប្អូនហើយប៉ុន្តែមានចំណុចពីរដែលខ្ញុំចាប់អារម្មណ៍បងប្អូនដឹងអីអត់គឺបងប្អូនដើរទៅណាគឺរូបភាពឬក៏របៀបនៃការសាងសង់អគារហ្នឹងគឺដូចគ្នាទាំងអស់បងប្អូនដូចគ្នាតាមពិតប្លុកផ្សេងគ្នាទាំងអស់ទេបងប្អូនអើយគ្រាន់តែការរចនាឬក៏គេហៅថា building ឬក៏ផ្លូវហ្នឹងមើលទៅដូចគ្នាទាំងអស់អត់ដឹងថាផ្លូវណាជាផ្លូវណាទេដាក់តែខុសតែឈ្មោះទេប៉ុន្តែបើអគារវិញមើលទៅច្រឡំគ្នាហើយចំណុចមួយទៀតបងប្អូនមើលឃើញដើមឈើឯងដើមឈើហ្នឹងនៅរស់ឯណាបងប្អូនមិនមែនងាប់ទេខ្ញុំមកដំបូងអត់ដឹងចេះឆ្ងល់ហេតុអីបានគេទុកដើមឈើងាប់ហ្នឹងគ្រប់ទីកន្លែងអត់ព្រមកាប់វាចេញអញ្ចឹងចេះតែឆ្ងល់ថាដើមឈើហ្នឹងវាងាប់គ្រប់កន្លែងតែតាមពិតដើមឈើគេរស់សោះដល់រដូវគេអញ្ចឹងគេដុះស្លឹកគេលាស់ជាស្លឹកហើយខ្ញុំនេះចេះឆ្ងល់ដល់ពេលរដូវនេះគេជ្រុះស្លឹកអស់ហ៎បងប្អូនដល់ពេលអញ្ចឹងសល់ចងាងខ្ញុំចេះថាអូយចុះដើមឈើហ្នឹងងាប់អស់ហើយមិនក៏គេឲ្យព្រមកាប់វាចោលអញ្ចឹងដើរក៏មកដល់មន្ទីរពេទ្យបងប្អូនមន្ទីរពេទ្យហ្នឹងល្បីល្បាញណាស់បងប្អូនហើយសប្តាហ៍ថ្ងៃនេះក៏គេបើកឲ្យយើងចូលទស្សនាដែរមន្ទីរពេទ្យហ្នឹងមានឈ្មោះថា Recinto Modernista de San Pol ហើយការបើកឲ្យទស្សនាហ្នឹងគឺពីព្រឹករហូតដល់ល្ងាចបងប្អូនពីម៉ោង 9 កន្លះដល់ម៉ោង 5តែទៅតាមរដូវដែរមានរដូវក្តៅនិងរដូវរងាអញ្ចឹងម៉ោងនៃការបិទហ្នឹងគឺខុសគ្នាមួយលឿនមួយឆាប់អញ្ចឹងទៅណាបងប្អូនហើយចំពោះការទស្សនាវិញគឺយើងត្រូវទិញសំបុត្រដោយសារមន្ទីរពេទ្យហ្នឹងគាត់ខ្លាយទៅជាសារមន្ទីរហើយអញ្ចឹងការចូលទស្សនាយើងតម្រូវឲ្យទិញសំបុត្រទៅតាមសំបុត្រដែលយើងទិញហ្នឹងឧបមាថាម្នាក់16 17 18អីអញ្ចឹងបងប្អូនតម្លៃវាប្រហែលប៉ុណ្ណឹងមន្ទីរពេទ្យហ្នឹងបានសាងសង់ឡើងក្នុងកំឡុងពេល1902ទៅ1930បងប្អូនអញ្ចឹងបងប្អូនគិតមើលមានរយៈពេលយូរហើយត្រូវបានគេចុះបញ្ជីចូល UNESCO World Heritage Site តាំងពីឆ្នាំ1997ម្លេះអញ្ចឹងបងប្អូនដែលទៅលេងបាសេឡូណាកុំភ្លេចទៅលេងមន្ទីរពេទ្យហ្នឹងផងដោយសារមន្ទីរពេទ្យហ្នឹងគឺជាត្បូងយើងនិយាយថាត្បូងឬក៏ចំណុចរំលេចនៃទីក្រុងបាសេឡូណាហើយបើទៅលេងគួរតែទៅលេងកន្លែងហ្នឹងដែរហើយ BA របស់ខ្ញុំហ្នឹងបានតែឈរថតខាងមុខទេហើយដើរត្រាលក្បែរខ្សែកញ្ចងហ្នឹងប៉ុន្តែគេឃើញក្មេងអញ្ចឹងទៅធម្មតាទេគាត់រត់ទៅរត់មកអញ្ចឹងហើយតែសំខាន់នេះ BA ខ្ញុំហ្នឹងគឺបងប្អូនឲ្យតែឃើញព្រៀបគឺថារត់មករកព្រៀបហើយអញ្ចឹងមិនបានថតអីយូរឬក៏ចិត្តផ្ចង់អីខ្លាំងទេបងប្អូនហើយដោយសារ BA ហ្នឹងបែកកម្មដ្ឋានថតអត់ទៅរត់ទៅមើលសัตว์ទៅមើលព្រៀបអីណានោះវិញពិបាកដែរបងប្អូនដោយសារ BA យើងនៅគេហៅថាអនិច្ចជនណាមិនទាន់គ្រប់អាយុដល់ពេលអញ្ចឹងទៅគាត់ងាករត់ទៅដេញចាប់ព្រៀបឯណានោះបងប្អូននៅកំពុងដេញចាប់ឲ្យឃើញហ៎និយាយពីថាព្រៀបហោះហើរប្រងព្រាតដោយសារឡូរីននឹងហើយបងប្អូនហើយប៉ុន្តែនិយាយទៅគាត់មិនបានចាប់ធ្វើបាបអីទេគ្រាន់តែថាគាត់ស្រឡាញ់ព្រៀបឬក៏សัตว์នឹងខ្លាំងណាស់ឲ្យតែឃើញមិនថាព្រៀបឆ្កែឆ្មាអីទេបងប្អូនឲ្យតែសัตว์គឺគាត់ស្រឡាញ់ដោយសារក្មេងនៅទីនេះគឺគេទម្លាប់ឲ្យទៅមើលឬក៏ស្គាល់សัตว์ចឹងដើម្បីពួកគាត់ស្រឡាញ់សัตว์ចាអរគុណសម្រាប់ការទស្សនា